ไปแปะปะปูนเรื่องไว้ตบใส่ๆគ្នាឯងហ្នឹងបើចិត្តបែបហ្នឹងសុកចិត្តមកហាត់គុនខ្មែរបើតាំងចិត្តថាវាយនៅក្រោមសៃវៀនអត់ប្រយោជន៍សូមមកវឹកហាត់ដើម្បីឡើងទៅលើសៃវៀនយកកិត្តិយសជាតិហើយនឹងខ្លួនឯងនឹងគ្រួសារគ្រូបង្ហាត់គុនខ្មែរលោកឡាវសំណាងសំណុំពរឲ្យយុវជននិងយុវតីគ្រប់រូបដែលចូលចិត្តវាយតប់គ្នានៅតាមទីសាធារណៈឲ្យចូលវឹកហាត់គុនខ្មែរដើម្បីសាងកិត្តិយសជូនខ្លួនឯងកិត្តិយសគ្រួសារនិងកិត្តិយសសង្គមជាតិជាជាងការវាយដំគ្នាតាមទីសាធារណៈដែលបង្កភាពអសន្តិសុខដល់សង្គមជាតិលោកបន្តថាការចូលវឹកហាត់ប្រកួតគុនខ្មែរមិនត្រឹមតែទទួលបានកិត្តិយសនោះទេថែមទាំងទទួលបានថវិកាទៀតផងដែលខុសស្រឡះពីការវាយដំគ្នានៅខាងក្រៅសង្វៀនដូច្នេះលោកសំណុំពរឲ្យយុវជននិងយុវតីចូលវឹកហាត់គុនខ្មែរឲ្យបានច្រើនដើម្បីបង្កើនធនធានគុនខ្មែរដែលកំពុងខ្វះខាតបាទកលាករនីយើងមាន3រូបបាទហើយអ្វីដែលខ្ញុំចង់ផ្ដោតទៅលើកលាករនីពីព្រោះយើងមានធនធានតិចណាស់កលាករនីយើងបើប្រៀបនឹងប្រទេសគេតិចមែនតើអញ្ចឹងយើងរួមគ្នាមិនថាក្លឹបខ្ញុំមិនថាក្លឹបបងឬក្លឹបនៅតាមបណ្ដាខេត្តសូមផលិតនិងបន្តបដាធនធានកលាករនីឲ្យបានច្រើនចាប់ពីពេលនេះទៅបានន័យថាលោកគ្រូសម្លឹងឃើញថាមានខ្វះខាតខ្លាំងបានជាលោកគ្រូចូលរួមចំណាយវិញបាទកន្លែងហ្នឹងហើយទី1គឺអញ្ចឹងទី2ខ្ញុំចង់ឲ្យថាស្រីដែលភ្លឺភ្លើនដែលដើរលេងដែលไปពាក់បពូនរឿងវាយតប់ស្រីគ្នាឯងហ្នឹងបើចិត្តបែបហ្នឹងសុកចិត្តមកហាត់គុនខ្មែរវាមានផលប្រយោជន៍ដល់ជាតិហើយផលប្រយោជន៍កិត្តិយសខ្លួនឯងហើយរកចំណូលបានពីគុនខ្មែរទៀតកន្លែងហ្នឹងបើបានឮសម្ដីដែលខ្ញុំផ្ដាំហើយសូមស្រីដែលគេហៅថាមានឆន្ទៈថាបើតាំងចិត្តថាវាយនៅក្រោមសៃវៀនអត់ប្រយោជន៍សូមមកវឹកហាត់ដើម្បីឡើងទៅលើសៃវៀនយកកិត្តិយសជាតិហើយនឹងខ្លួនឯងនឹងគ្រួសារលោកគ្រូសម្លឹងឃើញថាក្មេងៗទាំងឥឡូវយើងថាប្រុសជាទូទៅឯតែក្មេងស្រីទៀតគាត់ខូចការវាយគ្នាតាមសាធារណៈលោកគ្រូគាត់ថាបើសិនជាពួកគាត់ងាកមកវឹកហាត់ដូចលោកគ្រូមានប្រសាសន៍តើនឹងល្អមិនដែរចំពោះគុនខ្មែរបាទល្អសម្រាប់គុនខ្មែរហើយបានឆ្លុះប្រចាំងទៅដល់ការថាសង្គមជាតិលើកកិត្តិយសជាតិបាទកន្លែងនេះជាចំណុចមួយសំខាន់ណាស់ហើយបើយើងជាស្រីបាទយើងទៅធ្វើរឿងអីមិនគប្បីភ្លឹតលឿនហើយបង្ហោះទៅតាម social media ទៅវាអាក្រក់វាចាស់ឥទ្ធិពលទៅដល់អន្តរជាតិគេបានឆ្លុះថាបាត់ប្រពៃណីស្រីប្រពៃណីខ្មែរណាល្អណាស់បើសិនជាយើងគាត់ខ្លាំងអញ្ចឹងគាត់មកហាត់គុនខ្មែរបង្ហាញពីគុនខ្មែរហ្នឹងល្អមកបែបផ្សេងទៀតទៅអត់បីតាមហាត់ទៀតយ៉ាអើយនេះបានមកអូខេណា